update តម្លៃហាងចេញមាសនៅថ្ងៃទី19ខែ2 2026មាសនៅក្នុង time frame 1ម៉ោងបាទអញ្ចឹងយើងមកមើលទីផ្សារយើងទាំងអស់គ្នានៅពេលនេះទីផ្សារគឺវាស្ថិតនៅក្នុងលំហូរ uptrend ហើយបងប្អូនអរគ្នាអញ្ចឹងយើងគួរតែព្យាយាមទិញឲ្យបានច្រើនជាងលក់បាទពេលដែលវា pull back មកវិញបានចន្លោះ 50% មក 70% គឺបងប្អូនអរគ្នាអាចចូលទិញបានតែម្ដងតែបើសិនជាវាមិនអាច retrace មកបានតម្លៃប៉ុណ្ណឹងទេបងប្អូនអរគ្នាចូលទិញតែម្ដងក៏បានដែរប៉ុន្តែបើសិនជាបងប្អូនទាំងអស់គ្នាមានដើមទុនធំបងប្អូនទាំងអស់គ្នាអាច hold បានបាទអាច hold បានព្រោះអីមាសបើកាលណាវាស្ថិតនៅក្នុងលំហ up វាប្រកាសជាមានការកើនឡើងទៀតហើយបងប្អូនទាំងអស់គ្នាបាទមិនងាយនឹងចុះវិញទេបាទតែបើថាចុះវិញក៏ចុះខ្លាំងដូចគ្នាដែរបាទអញ្ចឹងបើសិនជាទីផ្សារមាសឥឡូវហ្នឹងវាទៅផុតនៅតម្លៃ 5,400 អញ្ចឹងទីផ្សារមាសនឹងបន្តឡើងទៅខាងលើទៀតដែលវាអាចនឹងទៅដល់តម្លៃ 5,042 បាទហើយបើសិនជាវាបំបែកនៅតម្លៃហ្នឹងទៀតគឺវាអាចនឹងឡើងទៅដល់តម្លៃ 5,117 បាទប៉ុន្តែបើសិនជាទីផ្សារហ្នឹងវាទៅអត់ផុតនៅតម្លៃ 5,400 នេះទេបាទហើយវាត្រឡប់មកវិញដែលវាមក break តម្លៃឡូខាងក្រោមដែលនៅតម្លៃ 4,960 បាទ 4,960 បើសិនជាវាមកបំបីតម្លៃហ្នឹងអញ្ចឹងទីផ្សារមាសអាចនឹងធ្លាក់បន្តធ្លាក់មកទៀតគឺនៅតម្លៃ 4,910 បាទហើយបើសិនជាវាមកបំបីនៅតម្លៃហ្នឹងទៀតគឺវានឹងមកដល់តម្លៃឡូរបស់វាចាស់តែម្ដងបងប្អូនអរគ្នាតែបើសិនជាអត់ទេបើសិនជាវាទៅមិនផុតតម្លៃ high ឬមួយក៏ support នេះទេអញ្ចឹងទីផ្សារមាសគឺវានឹង sideways នៅចន្លោះហ្នឹងឯងបងប្អូនបាទអញ្ចឹងយើងអាចលេងខ្លីៗនៅចន្លោះហ្នឹងបាទចឹងថ្ងៃនេះខ្ញុំបានព័ត៌មានតែប៉ុណ្្នឹងដែរបាទសូមឲ្យបងប្អូនអរគ្នាត្រូវចំណេញច្រើនហេង